រឿងរ៉ាវគ្រប់យ៉ាងត្រូវបានកើតឡើងពាក់ព័ន្ធជាមួយនឹងភ្នូបុព្វបុរសនៃគ្រួសារកាត់ចិនមួយដែលមានចំនួនទី2នៃគ្រួសារមួយនេះគឺមានសមាជិក3នាក់ដែលមានកូនស្រីច្បងកូនប្រុសទី2ជាមួយនឹងកូនស្រីពៅប៉ុន្តែស្ថិតនៅក្នុងឆ្នាំ2009ដែលជាឆ្នាំកើតហេតុនឹងគឺមានតែសមាជិក2នាក់តែប៉ុណ្ណោះដែលនៅមានជីវិតគឺគ្រួសារនៃកូនប្រុសទី2ជាមួយនឹងកូនស្រីពៅចំណែកឯកូនស្រីច្បងនៃគ្រួសារហ្នឹងគឺគាត់បានទទួលអនិច្ចកម្មទៅហើយអញ្ចឹងហើយខ្ញុំសូមហៅថាគ្រួសារខាងលោកតាជាមួយនឹងគ្រួសារខាងលោកយាយអញ្ចឹងទៅដើម្បីឲ្យអ្នកទាំងអស់គ្នាមានភាពងាយស្រួលក្នុងការយល់នៃសាច់រឿងលោកយាយក៏ហាក់បីដូចជាជួបប្រទះជាមួយនឹងជំងឺដែលកូនស្រីរបស់គាត់ជាអ្នកដែលមានជីវភាពធូរធារហ្នឹងបានចំណាយប្រាក់ដើម្បីនឹងព្យាបាលលោកយាយប៉ុន្តែគ្រូពេទ្យមិនបានរកឃើញនៅអាការៈចម្លែកពាក់ព័ន្ធជាមួយនឹងការឈឺមួយជំហៀងខ្លួនខាងឆ្វេងរបស់លោកយាយនោះទេតែគ្រូពេទ្យគ្រាន់តែបានបញ្ជាក់ថាវាគឺជាជំងឺលើសឈាមនិងជំងឺចាស់ជរាធម្មតារបស់គាត់តែប៉ុណ្ណោះកូនស្រីរបស់លោកយាយបានគិតថាប៉ះសិនបើគាត់មើលតាមផ្លូវភ្លឺតាមភ្នែកភ្លឺអស់ចិត្តទៅហើយអញ្ចឹងគាត់ក៏សម្រេចចិត្តថាទៅរកផ្លូវងងឹតម្ដងក្រែងលោពាក់ព័ន្ធជាមួយនឹងការខុសមាត់ខុសកអីអញ្ចឹងទៅគាត់ក៏បានតាក់ទងជាមួយនឹងគ្រូអាគមគ្រូបញ្ជាន់ផ្សេងប៉ុន្តែស្ថិតនៅក្នុងចំណោមគ្រូដែលគាត់បានរកនឹងមានគ្រូម្នាក់ប៉ាកែហើយគាត់មើលនៅក្បែរនឹងផ្សារបឹងកេងកងគ្រូបញ្ជាន់រូបម្នាក់នឹងបានបញ្ជាក់ថាជំងឺរបស់លោកយាយមិនមែនជាជំងឺប្រចាំកាយរបស់គាត់នោះទេតែវាគឺជាជំងឺដែលពាក់ព័ន្ធជាមួយនឹងភ្នូបុព្វបុរសដោយភ្នូបុព្វបុរសមួយនេះមិនទទួលបាននៅការយកចិត្តទុកដាក់អញ្ចឹងហើយជាមូលហេតុដែលធ្វើឲ្យលោកយាយជួបប្រទះជាមួយនឹងជំងឺដែលគាត់កំពុងតែជួបនឹងឯងកូនស្រីរបស់លោកយាយក៏បានគិតថាវាហាក់បីដូចជាត្រូវខ្លះខុសខ្លះក៏ព្រោះតែជំងឺរបស់លោកយាយគឺពិតជាអញ្ចឹងមែនដែលមានពេលខ្លះគាត់ឈឺពេលខ្លះគាត់ជាពួកគាត់ក៏ចាប់ផ្ដើមមានភាពងើយឆ្ងល់ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវនៃភ្នូបុព្វបុរសឬក៏ភ្នូត្រូវជាជីតារបស់គាត់នឹងឬក៏កងរបស់គាត់នឹងគាត់តែងតែធ្វើដំណើរទៅស្រុកកំណើតនិងភ្នូដើម្បីរៀបចំឆេងមេងនឹងឲ្យបានធំដុំជារៀងរាល់ឆ្នាំតែហេតុអីបានជាគ្រូបញ្ជាន់ម្នាក់នឹងបាននិយាយថាភ្នូបុព្វបុរសនឹងមិនទទួលបាននៅការថែទាំនិងយកចិត្តទុកដាក់គាត់បានយកអ្វីដែលគ្រូបញ្ជាន់ម្នាក់នឹងទៅពិភាក្សាជាមួយនឹងកូនចៅគ្រួសារខាងលោកតាដើម្បីពិភាក្សាគ្នាក្រែងលោមានដំណោះស្រាយអាចជួយឲ្យលោកយាយគាត់បានធូរស្បើយពីជំងឺរបស់គាត់គ្រួសារខាងលោកតាកូនចៅជំនាន់ក្រោយរបស់គាត់បាននិយាយថាគឺមានតែកោះភ្នូមួយនឹងតែប៉ុណ្ណោះដើម្បីយកភ្នូរបស់បុព្វបុរសនៃគ្រួសាររបស់ពួកគាត់ទាំងពីរទៅបញ្ចុះនៅទីតាំងដ៏សមគួរមួយពួកគាត់ទាំងសងខាងក៏បានសម្រេចចិត្តទៅតាមអ្វីដែលគ្រួសារខាងលោកតាបាននិយាយដោយកូនប្រុសខាងលោកតាបានទៅរកគ្រូចិនសែដើម្បីមើលថ្ងៃល្អណាមួយសម្រាប់កោះភ្នូស្របពេលដែលកូនស្រីនៃគ្រួសារខាងលោកយាយក៏បន្តទៅជួបជាមួយនឹងគ្រូបញ្ជាន់នឹងដើម្បីរកថ្ងៃល្អគ្រូចិនសែជាមួយនឹងគ្រូបញ្ជាន់រូបគឺបានផ្ដល់ចម្លើយដូចគ្នាថាប៉ះសិនបើភ្នូមួយនេះត្រូវបានធ្វើឡើងមុនចូលឆ្នាំគឺល្អមុនចូលឆ្នាំចិនប៉ុន្តែបើធ្វើក្រោយចូលឆ្នាំចិននឹងមានសមាជិកគ្រួសារណាម្នាក់ត្រូវបានបាត់បង់ជីវិតគ្រូចិនសែបានបន្តនិយាយថាបើទោះបីជាមាននរណាម្នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងគ្រួសារក៏ពិតមែនប៉ុន្តែគ្រួសារខាងលោកតាទាំងអស់នឹងរកស៊ីឡើងដោយកម្មចដាលអញ្ចឹងរឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងជីអ៊ុននៃការរកស៊ីផ្សេងៗដែលកូនប្រុសច្បងនៃគ្រួសារខាងលោកតាបានមើលឃើញជាមួយនឹងគ្រូចិនសែនឹងគាត់អត់បានយកមកនិយាយប្រាប់គ្រួសារខាងលោកយាយទេគ្រួសារខាងកូនចៅលោកយាយក៏បានគិតថាបងប្អូនក៏មិនអាចកុហកគ្នាដោយសារតែរឿងបែបហ្នឹងដែរគឺគាត់ទុកចិត្តទៅលើគ្រួសារខាងកូនចៅលោកតាបន្ទាប់មកក៏បានយល់ព្រមទៅតាមការសម្រេចចិត្តនៃកូនច្បងរបស់គ្រួសារខាងលោកតាដោយបានគាស់ភ្នូបុព្វបុរសនៃគ្រួសារមួយនឹងក្រោយចូលឆ្នាំចិនប៉ុន្តែបន្ទាប់ពីចូលឆ្នាំចិនហើយបានតែមួយសប្តាហ៍តែប៉ុណ្ណោះគ្រួសារទាំងសងខាងពិតជាត្រូវបានបាត់បង់សមាជិកម្នាក់ពិតមែនដែលនោះមិនមែនជាលោកយាយហើយក៏មិនមែនជាអ្នកដែលស្ថិតនៅគ្រួសារខាងលោកយាយទេតែគឺជាប្រពន្ធរបស់លោកតាដែលត្រូវជាម្ដាយរបស់កូនប្រុសច្បងដែលទៅរកគ្រូចិនសែនឹងឯងការបាត់បង់ជីវិតរបស់ប្រពន្ធលោកតាដែលត្រូវជាម្ដាយរបស់កូនប្រុសច្បងដែលទៅរកគ្រូចិនសែនឹងបានធ្វើឲ្យចំនួននៃគ្រួសារទាំងពីរត្រូវបានរកាំរកូសដោយសារតែកូនប្រុសច្បងនៃគ្រួសារខាងលោកតានឹងអត់បានយករឿងរ៉ាវនៃគ្រូចិនសែនឹងមកធ្វើជាប្រធានបទនោះទេតែបែរជាបង្វែរសាច់រឿងហើយចោទប្រកាន់ទៅលើគ្រួសារខាងលោកយាយថាមកពីគ្រួសារខាងលោកយាយនឹងសើរឿងគាស់ភ្នូទើបបានជាធ្វើឲ្យម្ដាយរបស់គាត់ត្រូវបានបាត់បង់ជីវិតពិធីបុណ្យសពរបស់ប្រពន្ធលោកតាបានដំណើរការទៅធម្មតារយៈពេល2ថ្ងៃប៉ុន្តែស្ថិតនៅក្នុងថ្ងៃទី2នៅម៉ោងបាយ
អ្នកភូមិម្នាក់ដែលមានឈ្មោះថាសុកបានជិះម៉ូតូតម្រង់ទៅកាន់ទីតាំងនៃពិធីបុណ្យសពមួយនឹងតែបែរជាសំដៅទៅកាន់ដើមអំពិលទឹកបារាំងដែលមាននៅខាងមុខផ្ទះបុណ្យសពហើយព្រមទាំងបានបាត់បង់ជីវិតស្ថិតនៅក្នុងទីតាំងនៃដើមអំពិលទឹកបារាំងមួយនឹងស្ថានភាពនៃអ្នកដែលជួបប្រទះជាមួយនឹងឧបទ្ទវហេតុមួយនឹងគឺគួរឲ្យខ្លាចដោយសារតែគាត់បានបត់កទៅផ្នែកខាងក្រោយអ្នកភូមិក៏ចាប់ផ្ដើមមានភាពភ័យខ្លាចហើយព្រមទាំងនិយាយពីមាត់មួយទៅមាត់មួយថាខ្មោចប្រពន្ធរបស់លោកតាកាចហើយអាចជាព្រលឹងវិញ្ញាណដែលស្ថិតនៅពីក្រោយការបាត់បង់ជីវិតរបស់ពូសុកដែលជិះម៉ូតូទៅបុកជាមួយនឹងដើមអំពិលទឹកបារាំងនឹងឯងបន្ទាប់ពីនឹងពិធីបុណ្យសពប្រពន្ធរបស់លោកតាក៏ត្រូវបានបញ្ចប់ស្របពេលដែលសាកសពរបស់ពូសុកនឹងក៏ត្រូវបានយកទៅបូជានៅឯវត្តនៅក្នុងភូមិភ្លុកដែលបូជាសពបាននិយាយថានៅក្នុងពេលដែលបូជាខ្មោចរបស់ពូសុកបានងើបអង្គុយហើយលោតចុះពីខាងលើមេនដែលធ្វើឲ្យអ្នកបូជា 4-5 នាក់រត់ចែកជើងគ្នាក៏ព្រោះតែនៅក្នុងភូមិមួយហ្នឹងគេជឿជាក់ថាខ្មោចដែលបូជាហើយគឺមានស្ថានភាពបែបហ្នឹងអាចជាខ្មោចតែហោងដែលកាចសាហាវឬលងខ្លាំងនៅក្នុងភូមិនោះឯងព្រលឹងវិញ្ញាណរបស់ពូសុកពិតជាលងនៅក្នុងទីតាំងនៃភូមិស្រុកមួយនេះពិតមែនហើយអ្នកភូមិពិតជាមានភាពភ័យខ្លាចយ៉ាងខ្លាំងដោយសារតែការលងបន្លាចរបស់ពូសុកនេះគឺមិនធម្មតានោះទេមានអ្នកមីងម្នាក់ដែលគាត់ធ្វើដំណើរពីផ្ទះបងប្អូនរបស់គាត់ហើយមេឃក៏រៀងជ្រេថ្ងៃទៅហើយតម្រាំតែគាត់ដើរមកដល់ផ្ទះគាត់នឹងវាអាចនឹងយប់អញ្ចឹងហើយគាត់បានធ្វើដំណើរឆ្លងកាត់វត្តនិងព្រៃអាស័យមួយដែលគាត់បានឮសូរស្នូរជើងរបស់នរណាម្នាក់បានដើរពីក្រោយគាត់ហើយក្រោយពេលដែលគាត់បានកលេចមើលទៅផ្នែកខាងក្រោយគាត់បានឃើញវត្តមានរបស់ពូសុកកំពុងតែឈរដោយគ្មានក្បាលនោះទេប៉ុន្តែពូសុកអាចនិយាយបានដោយមីងម្នាក់ហ្នឹងគាត់បាននិយាយប្រាប់អ្នកភូមិទាំងអារម្មណ៍ភ័យខ្លាចស្ទើរតែឈូសសក់ដោយគាត់បាននិយាយថាពូសុកមិនមែនដាច់ក្បាលនោះទេតែក្បាលរបស់ពូសុកគឺនៅជាប់នឹងកហើយយីកយកក្រោយខ្នងរបស់គាត់អ្នកមីងម្នាក់ហ្នឹងក៏បានលើកកូនពោហើយរត់ពីព្រៃអាស័យហ្នឹងរហូតមកដល់ផ្ទះទាំងអារម្មណ៍ភ័យខ្លាចគាត់បានទៅវត្តដើម្បីនឹងស្រោចទឹកជាមួយនឹងដាច់គុណដែលស្ថិតនៅក្នុងវត្តមួយហ្នឹងគឺមានព្រះសង្ឃមួយអង្គដែលលោកចេះរបៀនដែលលោកអាចចរចាជាមួយនឹងពពួកវិញ្ញាណទាំងនោះបានប៉ុន្តែព្រះអង្គលោកបានស្រោចទឹកទៅឲ្យអ្នកមីងម្នាក់ហ្នឹងហើយក៏មិនទាន់ស្វែងរកឃើញតម្រុយជាក់ច្បាស់អំពីខ្មោចពូសុកនៅឡើយអញ្ចឹងហើយលោកក៏នៅតែព្យាយាមតាមដានដើម្បីជួយទៅដល់អ្នកស្រុកអ្នកភូមិជៀសវាងកលយុគត្រូវបានកើតឡើងនៅក្នុងភូមិតំបន់មួយនឹងដែលគុណលោកពិតជាចង់ដឹងថាតើមានមូលហេតុអីស្ថិតនៅពីក្រោយការបាត់បង់ជីវិតរបស់ពូសុកនឹងទើបបានជាធ្វើឲ្យគាត់លងបន្លាចទៅកាន់អ្នកភូមិមានម្ដងនោះកូនស្រីច្បងរបស់គ្រួសារខាងលោកយាយក៏ត្រូវបានពពួកនៃអមនុស្សនេះបានលងបន្លាចទៅកាន់គាត់ផងដែរនៅក្នុងពេលដែលគាត់បានជិះយកកម្មាដើម្បីទៅឲ្យអ្នកលក់នៅឯផ្សារហើយគាត់បានត្រឡប់មកវិញវាដូចជារៀងជ្រេទៅហើយប៉ុន្តែមិនយប់ណាស់ណាទេគឺប្រហែលជាធ្វើម៉ោង4ទៅម៉ោង5ប៉ុណ្ណឹងឯងដែលយើងនិយាយថាថ្ងៃបាក់រសៀលនឹងឯងបន្ទាប់ពីគាត់បានជិះកង់កាត់ភ្នូមកកន្លែងដែលវាមានសម្រាមវាមានធាងស្លាធាងអីអញ្ចឹងទៅហើយតាក់ជាមួយនឹងចតុលកង់របស់គាត់ប៉ុន្តែអ្វីដែលគាត់បានឮគាត់អត់បានឮសំឡេងអស់ធាងស្លានឹងទេតែគាត់បែរជាឮសំឡេងរបស់នរណាម្នាក់ស្រែកពីខាងក្រោយកង់របស់គាត់ប៉ុន្តែក្រោយពេលដែលគាត់ឈប់កង់ហើយសម្លឹងមើលទៅខាងក្រោយវាអត់មានអីក្រៅពីធាងស្លានោះទេស្ថិតនៅព្រឹកនៃថ្ងៃបន្ទាប់គ្រប់គ្នាក៏ស្រាប់តែបាត់គាត់ចេញពីផ្ទះដោយអត់ដឹងមូលហេតុពួកគេបានព្យាយាមតាមស្វែងរកគាត់ខាងក្រោយផ្ទះខាងមុខផ្ទះនិងទៅកាន់ផ្ទះអ្នកដែលគាត់យកកម្មាទៅឲ្យកាលពីល្ងាចម្សិលមិញនឹងឯងប៉ុន្តែក៏គ្មាននរណាម្នាក់បានឃើញគាត់នោះទេហើយអ្នកដែលទទួលកម្មានឹងក៏បានបញ្ជាក់ផងដែរថាគាត់បានជិះកង់ចេញមកវិញតាំងពីម៉ោង4ចុះហេតុអីបានថ្មាល់នៅទៅហើយអត់មានពីណាគេឃើញគាត់មានអ្នកខ្លះគិតថាតាំងពីម្សិលមិញមកដល់ថ្ងៃហ្នឹងគឺគាត់អត់បានធ្វើដំណើរមកផ្ទះនោះទេរហូតដល់ធ្វើឲ្យអ្នកភូមិក៏ដូចជាលោកយាយដែលជាម្ដាយរបស់គាត់នឹងឯងបាននិយាយថាវាប្រហែលជាអាចពាក់ព័ន្ធជាមួយនឹងខ្មោចប្រពន្ធរបស់លោកតារហូតដល់អ្នកផ្ទះកូនចៅរបស់គាត់បានទៅវត្តដើម្បីសុំជំនួយពីដេចគុណដែលចេះរបៀនដែលចេះពិធីផ្សេងហ្នឹងចុងក្រោយអ្នកភូមិជាមួយនឹងកូនចៅនៃគ្រួសារខាងលោកយាយក៏បានរកឃើញគាត់នៅខាងក្នុងទីតាំងនៃឫស្សីមួយកន្លែងដែលគាត់អាចចូលទៅបានតែគាត់ចេញមកវិញអត់បានទេហើយគាត់បាននិយាយថាគាត់បានឃើញគ្រប់គ្នាព្យាយាមស្រែកហៅគាត់ប៉ុន្តែគាត់ហៅគេក៏មិនឮហើយរត់ចេញពីគុម្ពអាស័យហ្នឹងក៏អត់កើត
ដែលហាក់បីដូចជាមានអីមួយព្យាយាមបាំងគាត់ឲ្យស្ថិតនៅក្នុងអាស័យនឹងដូចគ្នាមានអ្នកភូមិមួយចំនួនពួកគាត់ក៏ហាក់បីដូចជាមានអារម្មណ៍ខឹងសម្បារនឹងការលងបន្លាចរបស់ពូសុកផងដែរដែលពួកគាត់បាននិយាយថាប្រសិនបើនៅតែលងបន្លាចអញ្ចឹងទៀតប្រហែលជាពួកគាត់ត្រូវកាប់ដើមអំពិលទឹកបារាំងនឹងចោលហើយដោយពួកគាត់បានគិតថាវាអាចជាកន្លែងដែលបង្កហេតុនឹងធ្វើឲ្យស្រុកភូមិមានភាពចលាចលនឹងឯងប៉ុន្តែដើមមួយហ្នឹងវាធំគឺ2 ទៅ 3 អោបដើមអំពិលទឹកបារាំងហ្នឹងអញ្ចឹងហើយអ្នកភូមិក៏មិនទាន់អាចស្វែងរកវិធីដើម្បីកាប់ផ្ដួលរលំនៅដើមអំពិលទឹកបារាំងនឹងនៅឡើយនោះទេក៏ព្រោះដោយសារតែប្រសិនបើកាប់នៅដើមហ្នឹងវាអាចនឹងប៉ះពាល់ទៅដល់ផ្ទះអ្នកដែលនៅជិតហ្នឹងអញ្ចឹងហើយគ្រាន់តែនិយាយទេហើយមករយៈដែលអ្នកភូមិបាននិយាយពាក់ព័ន្ធជាមួយនឹងគម្រោងនៃការកាប់ដើមអំពិលទឹកបារាំងហ្នឹងពូសុកក៏ហាក់បីដូចជាមិនបានបង្ហាញវត្តមានបន្តទៅទៀតនោះទេប៉ុន្តែអ្នកភូមិនៅតែបានឃើញភ្លើងចម្លែកហោះចេញចូលនៃដើមអំពិលទឹកបារាំងហ្នឹងស្របពេលដែលមនុស្សមួយចំនួនបានមើលឃើញនៃការបង្ហាញវត្តមានរបស់ប្រពន្ធលោកតាស្ថិតនៅក្នុងភូមិទៅវិញផ្លាស់ប្ដូរពីពូសុកទៅជាប្រពន្ធរបស់លោកតាដែលមិនបានលងបន្លាចអីណាស់ណាទេគ្រាន់តែគាត់ឲ្យគេឃើញពីខាងមុខផ្ទះអីចឹងទៅជាពិសេសគឺលោកជ័យដែលជាប្អូនស្រីរបស់លោកតានឹងបានឃើញបងថ្លៃរបស់គាត់នៅក្នុងសុបិនហើយជាពិសេសបានឃើញភ្នែករស់តែងតែមកឈរនៅខាងមុខផ្ទះទៀតផងអញ្ចឹងហើយធ្វើឲ្យគាត់ហាក់បីដូចជាបានគិតថាវាអាចនឹងមានអ្វីមួយស្ថិតនៅពីក្រោយអាភាពរញ៉េរញ៉ៃនៅក្នុងភូមិដែលកំពុងតែកើតឡើងនឹងឯងរឿងរ៉ាវទាំងហ្នឹងក៏បានដឹងឮទៅដល់គ្រួសារខាងលោកតាហើយកូនចៅរបស់លោកតាពិតជាមិនសូវសប្បាយចិត្តនោះទេដែលរាល់ការលងបន្លាចក៏ដូចជាខ្មោចផ្សេងឬពពួកអមនុស្សហ្នឹងតែងតែមានពាក់ព័ន្ធជាមួយនឹងឈ្មោះម្ដាយរបស់គាត់នោះឯងស្លេកការនិយាយពីរឿងរ៉ាវនៃការលងបន្លាចនៅក្នុងភូមិហើយយើងទៅនិយាយអំពីពិធីគាស់ភ្នូរដែលត្រូវបានធ្វើឡើងនៅក្នុងគ្រួសាររបស់លោកតាជាមួយនឹងលោកយាយឯនេះវិញនៅក្នុងព្រឹកនៃថ្ងៃទី1គឺត្រូវបានគាស់ភ្នូរពីព្រឹកដើម្បីនឹងយកទៅបញ្ចុះវិញស្ថិតនៅល្ងាចឲ្យបានមុនម៉ោង 4 កន្លះការគាស់ភ្នូរហ្នឹងគឺរៀបចំពិធីខ្មែរផងចិនផងដោយគ្រូចិនសែដែលកូនប្រុសច្បងខាងលោកតាអញ្ជើញមកហ្នឹងក៏បានមកចូលរួមដោយអត់មានតែសមាជិកនៃគ្រួសារខាងលោកតាតែប៉ុណ្ណោះបន្ទាប់ពីបានគាស់ភ្នូរនឹងឡើងមកខាងលើគ្រប់គ្នាពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយស្លុតចិត្តមែនទែនក៏ព្រោះដោយសារតែឫសឈើដែលស្ថិតនៅក្បែរភ្នូរហ្នឹងបានចាក់ចូលទៅកាន់ភ្នូរហើយធ្វើឲ្យមកចំហៀងនៃខាងឆ្វេងរបស់ភ្នូរកុងគឺសុទ្ធសឹងតែឫសឈើអញ្ចឹងហើយទើបបានជាធ្វើឲ្យលោកយាយដែលជាកូនស្រីពៅនៅក្នុងគ្រួសារមួយហ្នឹងគាត់តែងតែឈឺមកចំហៀងខ្លួនខាងឆ្វេងក៏ព្រោះតែភ្នូររបស់កុងដែលជាឪពុករបស់គាត់ហ្នឹងត្រូវបានទន្ទ្រានពីសំណាក់ឫសឈើនឹងឯងបន្ទាប់មកគ្រួសារខាងលោកយាយក៏បានយកឆ្អឹងរបស់បុព្វបុរសនៃគ្រួសាររបស់គាត់ហ្នឹងដើម្បីទៅកាន់ទីតាំងថ្មីក្នុងការរៀបចំពិធីឲ្យបញ្ចុះទៅវិញទីតាំងនៃដីមួយកន្លែងហ្នឹងគឺត្រូវបានចំណាយលុយទិញពីកូនចៅរបស់លោកតាដែលស្ថិតនៅទីតាំងនៃដីហ្នឹងគឺមានភ្នូរ3ដែលមានភ្នូរសម្រាប់ត្រៀមសម្រាប់កុងដែលជាឪពុករបស់លោកតានឹងឯងឬក៏ជាបុព្វបុរសនៃគ្រួសារទាំងពីរនឹងឯងភ្នូរទី2គឺជាភ្នូរប្រពន្ធរបស់លោកតាហើយភ្នូរទី3គឺជាភ្នូរដែលត្រូវបានរៀបចំសម្រាប់លោកតាក្រោយពីដែលគាត់អនិច្ចកម្មគ្រប់គ្នាក៏បានអង្គុយរង់ចាំអាចារ្យជាមួយនឹងចិនសែដើម្បីធ្វើដំណើរមកដល់ក៏ព្រោះតែធាតុឬក៏ឆ្អឹងរបស់គាត់នឹងត្រូវបញ្ចុះទៅវិញឲ្យបានមុនថ្ងៃលិចអញ្ចឹងក៏សម្រាប់យកម៉ោង 4 កន្លះតែចៃដន្យចិនសែម្នាក់នឹងបានធ្វើដំណើរមកម៉ោង 5 ជាងទៅហើយថ្ងៃក៏បានលិចផងដែរបន្ទាប់ពីបានយកធាតុក៏ដូចជាឆ្អឹងរបស់កុងទៅដាក់នៅក្នុងមឈូសថ្មីហើយបញ្ចុះរួចរាល់ហើយនោះគ្រួសារទាំងសងខាងក៏ចាប់ផ្ដើមពូនដីពូនអីដូចជាភ្នូរធម្មតាអញ្ចឹងគ្រាន់តែមុខម៉ងគឺអត់ទាន់បានបើកទេដោយសារតែទឹមតែរៀបចំគ្រាន់តែថាជាងបានទុកនៅផ្លាកឈ្មោះមួយសម្រាប់ឲ្យកូនចៅគាត់ទៅសេឈ្មោះទៅសេអីដែលផ្ទាល់ដៃអញ្ចឹងណាប៉ុន្តែក្នុងពេលដែលកូនប្រុសម្នាក់របស់គ្រួសារខាងលោកតាកំពុងតែសរសេរឈ្មោះចិនសែម្នាក់ហ្នឹងគាត់ព្យាយាមដើរយកជើងទៅជន់ប្រហាប់ដីនៃភ្នូរបុព្វបុរសរបស់គ្រួសារទាំងពីរហ្នឹងឲ្យហាប់ហើយដើរមកជំហានពីជំហានក៏ទៅប៉ះជាមួយនឹងផ្លាកឈ្មោះនៃភ្នូរមួយហ្នឹងដែលធ្វើឲ្យផ្លាកឈ្មោះដែលមិនទាន់រឹងស៊ីម៉ង់ផងហ្នឹងបានបាក់ជាពីរកំណាត់គ្រួសារខាងលោកយាយជាមួយនឹងគ្រួសារខាងលោកតាបានមើលមុខគ្នាទៅវិញទៅមកដោយគិតថាប្រភ្នូរមិនល្អអាចនឹងកើតឡើងដោយសារតែរឿងរ៉ាវទាំងនេះប៉ុន្តែគ្រប់គ្នាក៏បានព្យាយាមធ្វើមើលមិនឃើញហើយគិតថាល្អជាការឧបកិច្ចដោយមិនចង់គិតនៅអ្វីអាក្រក់កើតឡើងចំពោះគ្រួសារទាំងពីរប៉ុន្តែកូនប្រុសខាងលោកតាដែលកំពុងតែសរសេរឈ្មោះនឹងជាមួយនឹងកូនស្រីគ្រួសារខាងលោកយាយជាអ្នកដែលរស់ស៊ីរៀងធូរធារជាងគេនឹងបានដើរចេញមកជជែកគ្នា
ថាអ្វីដែលកំពុងតែកើតឡើងនេះគឺអាចនឹងប៉ះពាល់ទៅដល់ការរកស៊ីរបស់ពួកគាត់ប៉ុន្តែដោយសារតែគ្រប់យ៉ាងវាបានកើតឡើងទៅហើយអញ្ចឹងពួកគាត់ក៏អត់អាចធ្វើអីបានក្រៅពីព្យាយាមស្វែងរកវិធីដើម្បីកាត់គ្រោះនិងដោះស្រាយនៃរឿងរ៉ាវពីមួយជំហានទៅមួយជំហានតែប៉ុណ្ណោះរឿងរ៉ាវដែលស្ថិតនៅក្នុងភូមិនៅតែត្រូវបានកើតឡើងពីសំណាក់ព្រលឹងវិញ្ញាណដែលបានអុកឡុកលោកយាយដែលជាប្អូនស្រីរបស់លោកតាហើយក៏ជាអ្នកដែលបានឈឺមកចំហៀងខ្លួននឹងគាត់បានជាសះស្បើយបន្ទាប់ពីពិធីមួយនឹងត្រូវបានបញ្ចប់ហើយគាត់បាននិយាយប្រាប់ទៅកាន់កូនចៅផងដែរថានៅពេលយប់ឡើងគឺគាត់ជាមនុស្សចាស់គាត់សម្រានមិនសូវជាលក់ស្កប់ស្កល់ប្រមាណទេដោយគាត់តែងតែបានឃើញភ្លើងចម្លែកបង្ហាញចេញពីទីតាំងនៃដើមអំពិលទឹកបារាំងដែលពូសុកបានបាត់បង់ជីវិតនឹងឯងបន្ទាប់មកគាត់តែងតែឮស្នូរជើងដូចជាមនុស្សច្រើនអ្នកណាស់អញ្ចឹងបានធ្វើដំណើរពីដើមភូមិទៅចុងភូមិពីដើមភូមិទៅចុងភូមិហើយអ្នកដែលនាំមុខគេនឹងគឺជាវត្តមានរបស់ពូសុកនេះវាហាក់បីដូចជាកលយុគមួយដែលបានព្យាយាមគំរាមកំហែងទៅដល់អ្នកភូមិទាំងដែលមិនទាន់មានគ្រូអាគមឬក៏អ្នកចេះរបៀនណាម្នាក់អាចដោះស្រាយរឿងរ៉ាវទាំងអស់នឹងបាននោះឡើយការពិតទៅរឿងរ៉ាវទាំងនេះក៏ធ្លាប់មានអ្នកភូមិទៅស្វែងរកអ្នកដែលមកជួយបង្ក្រាបផងដែរប៉ុន្តែដោយសារតែគ្រូឬក៏អ្នកដែលចេះរបៀនទាំងអស់ហ្នឹងគាត់រកប្រភពដើមអត់ឃើញថាវាកើតឡើងដោយសារអីហើយពាក្យចចាមអារាមពាក់ព័ន្ធជាមួយនឹងប្រពន្ធរបស់លោកតាគឺបានធ្វើឲ្យសុសសាយស្ថិតនៅក្នុងភូមិដែលធ្វើឲ្យកូនចៅរបស់លោកតាហាក់បីដូចជាមិនសប្បាយចិត្តនោះទេក្នុងកាលដែលអ្នកភូមិនិយាយថាម្ដាយរបស់ពួកគាត់បានលងទៅកាន់អ្នកភូមិហើយជាអ្នកដែលស្ថិតនៅពីក្រោយភាពរញ៉េរញ៉ៃនៃព្រលឹងវិញ្ញាណដែលកំពុងតែអុកឡុកអញ្ចឹងហើយកូនប្រុសច្បងនឹងដដែលនៃគ្រួសារខាងលោកតានឹងបានធ្វើដំណើរទៅជួបជាមួយនឹងបដិជ្ជគុណដែលលោកចេះនៅរបៀននឹងឯងលោកបានព្យាយាមតាមដានរឿងនឹងជាយូរខែណាស់មកហើយតែនៅតែអត់អាចស្វែងរកតម្រុយឃើញបន្ទាប់មកក្រោយពេលដែលកូនប្រុសច្បងនៃគ្រួសារខាងលោកតាបានទៅជួបជាមួយនឹងដេចគុណក៏សម្រេចចិត្តថានឹងដកញៀនដើម្បីនឹងប្រមាលមើលថាតើនៅក្នុងទីតាំងនៃស្រុកភូមិនឹងវាមានអីកើតឡើងឲ្យពិតប្រាកដរហូតដល់ចូលឆ្នាំខ្មែរហើយក្រោយពីអាទិត្យដេចគុណក៏បានមើលឃើញនៅរឿងរ៉ាវគ្រប់យ៉ាងហើយព្រមទាំងហៅកូនប្រុសច្បងនៃគ្រួសាររបស់លោកតានឹងទៅប្រាប់អំពីដើមហេតុនៃរឿងរ៉ាវគ្រប់យ៉ាងដេចគុណបានឃើញថាស្ថិតនៅក្នុងទីតាំងនៃដើមអំពិលទឹកបារាំងនឹងគឺមានព្រាយមួយដែលព្យាយាមគ្រប់គ្រងនៅព្រលឹងវិញ្ញាណតៃហោងដែលបានបាត់បង់ជីវិតនៅក្នុងស្រុកភូមិនឹងទាំងអស់ដេចគុណបាននិយាយបន្ទោសទៅកាន់កូនប្រុសច្បងរបស់លោកតាថាស្ថិតនៅក្នុងពេលដែលពិធីបុណ្យសពរបស់លោកយាយមិនទាន់ចប់នោះទេកូនប្រុសច្បងរបស់លោកតានឹងឯងគឺជាអ្នកដកទង់ក្រពើមុនពេលដែលពិធីត្រូវបានរៀបចំចប់ជាស្ថាពរនេះគឺជាដើមហេតុដែលធ្វើឲ្យព្រលឹងវិញ្ញាណនៃព្រាយដែលមាននៅក្នុងដើមអំពិលទឹកបារាំងនឹងកាន់តែមានឥទ្ធិពលហើយវាចង់យកនៅព្រលឹងរបស់លោកយាយប៉ុន្តែដោយសារតែកុសលផលបុណ្យដែលកូនចៅបានវេទៅឲ្យលោកយាយទៅបានជាធ្វើឲ្យវាអត់អាចធ្វើអីបានទៅកាន់ប្រពន្ធរបស់លោកតានឹងឯងអញ្ចឹងហើយវាបានយកមនុស្សម្នាក់ផ្សេងទៀតដើម្បីជារបាំងខែលឲ្យវាដើរអុកលុកអ្នកភូមិនិងប្រមូលកែនកងនៃពពួកអមនុស្សព្រមទាំងអាវាតរបស់វានឹងឯងបន្ទាប់ពីបានចរចាជាមួយនឹងពពួកវិញ្ញាណទាំងអស់នឹងហើយដាច់គុណក៏បានស្នើសុំឲ្យអ្នកភូមិជាមួយនឹងកូនប្រុសច្បងនៃគ្រួសារខាងលោកតានឹងជាអ្នកដែលត្រូវទៅកាត់នៅដើមអំពិលទឹកបារាំងនឹងចេញមុនពេលដែលរឿងរ៉ាវកាន់តែខ្លាំងក្លាជាងនេះក៏ព្រោះតែវាមិនមែនមានបំណងត្រឹមតែឆក់យកអាយុជីវិតរបស់អ្នកភូមិម្នាក់ពីរនាក់នោះទេតែវានឹងយកកាន់តែច្រើនជាងនេះបើសិនបើរឿងរ៉ាវនៃដើមអំពិលទឹកបារាំងនឹងនៅតែបន្តចំណែកកាលដែលអ្នកភូមិតែងតែបានឃើញវត្តមានប្រពន្ធរបស់លោកតាតែងបង្ហាញវត្តមានឲ្យពួកគេបានឃើញនឹងការពិតទៅវាគ្រាន់តែជាកាលដែលគាត់ចង់និយាយប្រាប់នៅពួកគេពីការពិតស្ថិតនៅពីក្រោយរឿងរ៉ាវដែលធ្វើឲ្យមានភាពរញ៉េរញ៉ៃនៅក្នុងស្រុកភូមិតែប៉ុណ្ណោះប៉ុន្តែគាត់គ្មានឥទ្ធិពលគ្រប់គ្រាន់ដើម្បីនឹងនិយាយប្រាប់រឿងទាំងហ្នឹងទៅកាន់ពួកគេនោះទេហើយនឹងជាមូលហេតុដែលធ្វើឲ្យគាត់តែងតែបង្ហាញខ្លួននៅចំពោះអ្នកភូមិជាពិសេសគឺតែងតែបង្ហាញខ្លួននៅក្នុងការយល់សប្តិរបស់ប្អូនថ្លៃគាត់ដែលជាប្អូនស្រីរបស់លោកតានឹងឯងប៉ុន្តែក្រោយពេលដែលគ្រប់យ៉ាងត្រូវបានបញ្ចប់ព្រលឹងវិញ្ញាណនៃដូនចាស់ដែលជាប្រពន្ធរបស់លោកតាមិនទាន់ទៅណានោះទេគាត់បានទៅព្យាយាមពន្យល់សពហើយព្រមទាំងធ្វើបាបទៅកាន់គ្រូចិនសែដែលព្យាយាមលាក់បាំងនៅរឿងរ៉ាវគ្រប់យ៉ាងហ្នឹងឲ្យមកប្រាប់ការពិតទៅកាន់គ្រួសារខាងលោកយាយដោយគ្រូចិនសែហ្នឹងបានធ្វើដំណើរមកទាំងញ័រសស្រាក់ហើយបាននិយាយការពិតនៃរឿងរ៉ាវគ្រប់យ៉ាងស្ថិតនៅពីក្រោយនៃការកោះភ្នោ
ដែលកូនប្រុសច្បងនៃគ្រួសារខាងលោកតាបានលាក់បាំងនឹងឯងប៉ុន្តែគ្រប់យ៉ាងវាហួសពេលអស់ទៅហើយដោយសារតែស្ថិតនៅក្នុងរឿងរ៉ាវមួយនេះអ្នកដែលជាជនរងគ្រោះគឺមាន2នាក់កូនប្រុសទី2នៃគ្រួសារខាងលោកតាបានបែកបាក់គ្រួសារហើយរកស៊ីឡុងចុងរហូតដល់មានជំងឺប្រចាំកាយនិងត្រូវបានបាត់បង់ជីវិតអ្នកទី2គឺជាកូនស្រីរបស់លោកយាយជាអ្នកដែលរកស៊ីធូរធារជាងគេនឹងដោយមុនពេលដែលរឿងរ៉ាវគ្រប់យ៉ាងត្រូវបានកើតឡើងគាត់បានប្រកបមុខរបរជាអ្នកលក់មាសនិងលក់ពេជ្រម្នាក់ស្ថិតនៅក្នុងផ្សារដើមគោប៉ុន្តែចុងក្រោយគាត់ត្រូវបានបាត់បង់នៅអ្វីៗគ្រប់យ៉ាងហើយទៅជួលផ្ទះគេនៅនិងលក់ទឹកសុទ្ធនៅតាមចិញ្ចើមផ្លូវតែប៉ុណ្ណោះរហូតមកទល់នឹងពេលបច្ចុប្បន្ននេះផ្នូររបស់បុព្វបុរសនៃគ្រួសារមួយនឹងនៅតែគ្មានអ្វីបានកែប្រែនោះទេហើយជីវភាពនៃជនរងគ្រោះនៅក្នុងរឿងមួយនេះក៏នៅតែមិនមានអ្វីផ្លាស់ប្ដូរដូចគ្នានេះវាហាក់បីដូចជាមេរៀនមួយសម្រាប់អ្នកដែលមានផ្នូរជីដូនជីតារបស់ខ្លួនដែលកាត់ខ្សែចិនគួរតែមានការប្រុងប្រយ័ត្នហើយមានការពិភាក្សាជាមួយនឹងបងប្អូនដោយស្មោះត្រង់ជាមួយនឹងគ្នាមុនពេលដែលរឿងរ៉ាវបែបនេះត្រូវបានកើតឡើងប៉ុន្តែប្រសិនបើវាคล้ายទៅជាការបាត់បង់អាយុជីវិតវាអាចនឹងคล้ายទៅជាវិបដិសារីមួយសម្រាប់អ្នកដែលព្យាយាមលាក់នៅរឿងរ៉ាវទាំងអស់ហ្នឹងរឿងរ៉ាវរបស់យើងនៅក្នុងថ្ងៃនេះក៏ត្រូវបានមកដល់ទីបញ្ចប់ប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើនៅអេពីសូតមួយផ្សេងទៀតពាក់ព័ន្ធជាមួយនឹងកូនស្រីនៃគ្រួសារខាងលោកយាយថាមិនត្រឹមតែការដាក់យីអ៊ុននៃភ្នូរបុព្វបុរសនោះទេតែមានទីតាំងនៃផ្ទះដែលគាត់បានទិញមកកន្លែងស្ថិតនៅជាន់ទី3នៃតំបន់ផ្សារថ្មីបានធ្វើឲ្យអាជីវកម្មនិងអ្វីៗគ្រប់យ៉ាងរបស់គាត់ធ្លាក់ដល់ចំណុចសូន្យសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តនៅវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយជាមួយនឹងប្រធានបទថ្មី